គឺយើងចូលដល់វគ្គប្រកាសផលអត់អីណាពងបុកពួមសាទៀតចង់ជាប់ទៀតអត់ចង់ដូច្នេះសម្រាប់ការប្រកាសលទ្ធផលអ្នកដែលអាចបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងសប្តាហ៍នេះបានទៅលើតារាបងប្អូនគឺបានទៅលើបាយខាមិនផ្ដាច់បាយខាជន់នៅស៊ីណាការប្រកួតជុំទី1អ្នកទី1គឺលោកនៅស៊ីដឺនហើយនឹងមានការប្រកួតជម្រុះចំនួន2ជុំទៀតអរសាទរនេះទៅបាននេះអៃស៊ីកាបាទគេថាបងប្អូននឹងក៏ឆ្លៃពេញចិត្តនៅក្នុងវិញ្ញាសាយល់ទុកបលេងទឹកដូចគ្នាប៉ុន្តែដោយសារតែការបោះឆ្នោតនៅក្នុងសិទ្ធិយុវផ្សាយបងប្អូននឹងក៏បោះឆ្នោតឲ្យលោកស៊ីនមានសម្លេងច្រើនជាងអញ្ចឹងស៊ីកាក៏នៅតែធ្វើបានល្អធ្វើបងប្អូននឹងក៏សប្បាយនៅក្នុងសិទ្ធិយុវផ្សាយរបស់យើងឥឡូវនេះសូមជួបជាមួយនឹងការប្រកួតរបស់បេក្ខជនក្រុមទី2ជាបន្តទៀតក្នុងពេលនេះកញ្ញាញៀនស្រីលក្ខចូលមកបង្ហាញសមត្ថភាពអូយទៅដៃមួយបាទអូយថ្ងៃនេះខ្ញុំមានជំនឿជឿជាក់ថាខ្ញុំនឹងទទួលបានជ័យលាភីលេខ1លេខ1គឺត្រូវតែជារូបខ្ញុំអាយ៉ាសួរជួយដែរពួកញៀនស្រីលក្ខបងញៀនស្រីលក្ខយើងស្រីលក្ខស្រីលក្ខយើងលោកសាឃើញនារីឬមិនអត់ទេវាមានលក្ខណៈគេហៅថាប្រតិកម្មរបស់ធាតុគីមីម្យ៉ាងអូប្រតិកម្មធាតុគីមីស្រីលក្ខសប្តាហ៍ថ្ងៃធ្វើអីអូនអើយរៀនផងធ្វើការផងបងអញ្ចឹងធ្វើការអីគេធ្វើការនៅស្ថាប័នមួយនៅស្ថាប័នមួយឥឡូវចេះចង់សួរបន្តិចនឹកឃើញយ៉ាងម៉េចបានចូលរួមប្រកួតនៅក្នុងកម្មវិធី Killer Karaoke Cambodia ព្រោះកម្មវិធីនេះគឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកហើយចាអញ្ចឹងហើយចេះច្រៀងខារ៉ាអូខេចូលចិត្តច្រៀងអត់ទេចូលចិត្តបងពេលណាទៅច្រៀងខារ៉ាអូខេពេលទៅនេពីការសិក្សាឬក៏ពីធ្វើអាស័យមិនធ្វើអីហើយចាពេលដែលសង្សារខំទៅចេះនិយាយចឹងហ៎បាទអរគុណយើងមានវិញ្ញាសាច្រើនណាស់នៅក្នុងកម្មវិធី Killer Karaoke Cambodia មានអារម្មណ៍យ៉ាងម៉េចដែរភ័យអត់ទេអត់ភ័យទេបងឥឡូវចេះសួរថ្ងៃនេះនឹងត្រូវទីជារបស់ខ្ញុំអូលុយមកដល់ធ្វើជារបស់ខ្ញុំទៀតឲ្យក្លាហានច្រៀងរហូតឲ្យចំអត់ហើយធ្វើម៉េចសម្ដែងឲ្យទស្សនិកជនដែលមកទស្សនានៅស្ទីឌីយោផ្ទាល់នេះពេញចិត្តបោះឆ្នោតឲ្យទើបយើងអាចបន្តទៅវគ្គក្រោយបានបាទអរគុណមកស្រួលដៃក្នុងការផ្ដល់កម្លាំងចិត្តទៅដល់បេក្ខជនរបស់យើងស្រីលក្ខឥឡូវនេះគឺជាកម្មវិធីដ៏ពិសេសដែលគាត់នឹងបង្ហាញជូនបងប្អូនប៉ុន្តែនៅក្នុងលក្ខន្តិកៈក្នុងការប្រកួតក្នុងកម្មវិធី Killer Karaoke Cambodia ទោះបីជាមានឧបសគ្គអ្វីក៏ដោយសូមកុំឈប់ច្រៀងឲ្យសោះណាត្រៀមនៅចាបងបាទភ័យអត់យើងមិនត្រូវឲ្យអ្នកណាដឹងរឿងនេះទេការប្រកួតជុំទី2វិញ្ញាសាទី1ប្រអប់អាត់កំបាំងឥឡូវនេះដើម្បីជាការដែលផ្ដល់នូវសុវត្ថិភាពបាទដើម្បីផ្ដល់នូវសុវត្ថិភាពសូមពាក់វ៉ែនតាស្រីលក្ខដាក់មួយវិញដូច្នេះសូមចាប់ផ្ដើមនៅវិញ្ញាសាប្រអប់អាត់កំបាំង Killer Karaoke Cambodia សូមចាប់ផ្ដើមតារ៉ារ៉ាអារ៉ូគ្រៀងតែកាលឡើងពេលលឺពីងហានីរំភើបខ្លាំងស្នាមថើបដំបងក្តីស្នេហ៍ហើយជារៀងរត់បើមិនដែរជួយឲ្យកដោបែមកដល់កាត់ជឿនេះបាទអើក្នុងបងមួយបាទអាចយកលុយបានអ្នកចុងក្រោយក៏ជាបងបើកសិនបើមានបងក្នុងបែដូអាចយកលុយមកបានទៅទៀតលើរងសាវាមិនផុតចេញពីដួងចិត្តអូនស្រឡាញ់អូនខ្លាំងណាស់ណាស់នេះបាក់មានលុយអាចយកលុយបានតែ
មុននេះបន្តិចស្រីលក្ខបានសាងភាពរីករាយមែនទែនមើលទៅស្រីលក្ខខ្លាចគ្រប់យ៉ាងនៅក្នុងប្រអប់នោះសូម្បីតែតុក្កតាក៏នាងខ្លាចដែរនាងខំឈ្មោះក្បាលខំលុយទាំងភ័យខ្លាចតែនាងទទួលបានលុយច្រើន មិនដែរទៅនេះបាយហ៎បាយហ៎ សប្បាយ អីអត់ខ្លាច អត់ទេ អត់ទេរូបនងទៀតបាន នេះមកលោកខាងនេះវិញដល់ទេបាទអរគុណណាស់នេះគឺជាការបង្ហាញជូននូវសមត្ថភាពពិសេសរបស់ស្រីលក្ខនៅក្នុងវិញ្ញាសាមួយដែលមានឈ្មោះថាប្រអប់អត់កំបាំង បាទដូច្នេះឃើញហើយសមត្ថភាពរបស់ស្រីលក្ខហើយស្រីលក្ខមិនដែរបន្ទាប់ពីបានបង្ហាញអញ្ចឹងទៅមានអារម្មណ៍មិនដែរ សប្បាយហើយកុំភ័យទេបង ខ្លាចសត្វអីជាងគេ ខ្លាចពស់ ខ្លាចពស់ចុះខាងនោះអត់ខ្លាចទេ អីគេអត់ស្គាល់ យេចេះខ្លាចអីលុយវិញដៃខ្ញុំឆ្ងល់លើខ្លាចនេះបោកយកលុយបានហូតទេនេះខ្លាចអត់យកលុយ បានបាទអូអញ្ចឹងលុយនេះខ្លាយទៅជារបស់កញ្ញាណា បាទរបស់ស្រីលក្ខ ស្រីលក្ខអូខេបើសិនជាបងប្អូនដែលពេញចិត្តនឹងការសម្ដែងរបស់ស្រីលក្ខសូមកុំភ្លេចរងចាំបោះឆ្នោតគ្រប់ត្រូលដល់ស្រីលក្ខ